ទឹកមាត់សាបនិងទឹកមាត់ប្រៃឥឡូវគឺច្បាស់មែនតើនៅពាក្យមួយម៉ាត់ហ្នឹងហើយគ្រប់យ៉ាងដែលខ្ញុំមាននៅថ្ងៃនេះគឺសុទ្ធតែជាការខិតខំប្រឹងប្រែងដុសខាត់សម្លៀងខ្លួនឯងហ្មងហើយខ្ញុំប្រើពេលវេលា5ឆ្នាំសម្រាប់ឲ្យខ្ញុំដើរមកដល់ចំណុចរាល់ថ្ងៃហ្នឹងបើសិនជាបងប្អូនកំពុងតែជួបរឿងបញ្ហាសេដ្ឋកិច្ចដែលខ្លួនឯងទាល់ខ្លាំងមែនតើហើយយល់ថាខ្លួនឯងកំពុងតែបាក់ខ្ញុំណែនាំ tip មួយព្រោះខ្ញុំបានហែឆ្លងមកហើយខ្ញុំប្រើប្រាស់ខ្លួនឯងផ្ទាល់ tip ទី1គឺយើងត្រូវតែលើកទឹកចិត្តខ្លួនឯងរហូតថាខ្លួនឯងអត់អីទេខ្លួនឯងនឹងរឹងមាំហើយ tip ទី2គឺយើងត្រូវតែរៀនអ្វីដែលថ្មីគឺត្រូវតែដាច់ខាតរៀនអីក៏ដោយឲ្យតែរៀន tip ទី3គឺត្រូវតែចេះសន្សំលុយពីមួយឆ្នាំទៅមួយឆ្នាំលឿនមែនតើបងប្អូនដល់ឥឡូវឃើញហ៎ឆ្នាំ2026ទៀតហើយលុយសន្សំមួយបងប្អូនឲ្យតែមានចិត្តសន្សំខ្ញុំធានាថាសន្សំបានមួយខែដកតែ$10សន្សំមួយឆ្នាំក៏សល់120ដែរចុះបើអត់បានសន្សំមិនអត់ខ្ញុំបានដូរម៉ាស៊ីនត្រជាក់ថ្មីបន្ទាប់ពីខ្ញុំប្រើជាមួយនឹងម៉ាស៊ីនត្រជាក់ចាស់របស់ខ្ញុំជួសជុលឡើងឥឡូវលួយនឹងមកគឺការចេញពីការសន្សំលុយនឹងមកដែរបងប្អូនមកអញ្ចឹងចាប់ដើមសន្សំមួយខ្ញុំ